អ្នកធ្លាប់មានគំនិតច្នៃប្រឌិតរបស់ដែលថ្មីឬក៏ចាប់អារម្មណ៍ធ្វើអ្វីមួយហើយអ្នកគិតថាធ្វើមិនទៅបើសិនជាខ្ញុំចង់បើកលក់វាចង់បង្កើតវាឬក៏ផលិតវាប៉ុន្តែអ្នកគ្រាន់តែគិតអត់ធ្វើអីសោះ6ខែក្រោយ1ឆ្នាំក្រោយ2ឆ្នាំក្រោយ3ឆ្នាំក្រោយអ្នកឃើញគំនិតដែលស្តៀងជាមួយនឹងគំនិតរបស់អ្នកហ្នឹងនៅក្នុងទូរទស្សន៍ឬក៏នៅក្នុងទីផ្សារហើយអ្នកដើរទៅឃើញហើយអ្នកមានអារម្មណ៍ថាដែមវាគឺជាគំនិតដែលខ្ញុំចង់ធ្វើគេលួចគំនិតរបស់ខ្ញុំធ្លាប់សម័យថាខ្ញុំនឹងធ្វើវានៅពេលណាមួយហើយខ្ញុំនឹងបង្កើតលុយរាប់លានដុល្លារតើអ្នកធ្លាប់គិតចឹងអត់ comment នៅខាងក្រោមបើសិនបើរឿងនេះធ្លាប់កើតទៅលើអ្នកខ្ញុំសូមប្រាប់មួយអ្នកនៅតែក្រប្រសិនបើអ្នកគិតបែបនោះខ្ញុំឲ្យរូបមន្តមួយទៅអ្នកខ្ញុំមានមនុស្សជាច្រើនដែលនិយាយមួយខ្ញុំថាដែនខ្ញុំមានយោបល់ដ៏អស្ចារ្យមួយសម្រាប់អាជីវកម្មនេះតើលោកចង់វិនិយោគមួយខ្ញុំទេខ្ញុំថា no វាមិនអាចទេខ្ញុំថាទេហើយគេតែងតែគិតថាគំនិតរបស់គេគឺជាអ្វីគ្រប់យ៉ាងហើយវាស្ដាប់ទៅគឺវាកំប្លែងព្រោះគេមើលទៅដូចជាការពារវាហើយលាក់ទុកវានៅគំនិតដ៏កប៉ិកកប៉ុកមួយនោះហើយសិតតែថាមុននឹងខ្ញុំប្រាប់លោកគឺខ្ញុំចង់ឲ្យលោកសញ្ញេលើកិច្ចព្រមព្រៀង NDA ឬក៏ស្អីអញ្ចឹងទៅព្រោះខ្ញុំមិនចង់ប្រាប់លោកមុនវាជារឿងឈួតឡំមួយអ្នកត្រូវយល់ថាគំនិតគឺមិនមានតម្លៃអ្វីណាទេនៅក្នុងជំនួយការអនុវត្តទើបជាគ្រប់យ៉ាងការប្រតិបត្តិទើបជាគ្រប់យ៉ាងដឹងអត់ដើម្បីបង្កើតទ្រព្យសម្បត្តិអ្នកត្រូវការអ្វីគឺត្រូវការក្រុមដ៏ត្រឹមត្រូវជាមួយនឹងពេលវេលាដ៏សមស្របជាមួយនឹងប្រតិបត្តិការលើគំនិតដ៏ពិតប្រាកដនៅក្នុងឧស្សាហកម្មមួយដ៏ប្រកបវិជ្ជាគំនិតដែលអ្នកមានដោយគ្មានក្រុមល្អគ្មានពេលវេលាត្រឹមត្រូវគ្មានដំណើរការច្បាស់លាស់គឺសុទ្ធតែអត់ប្រយោជន៍ខ្ញុំចង់ឲ្យអ្នកគិតថាគំនិតគឺវាមិនអាចគុណបានទេដោយគំនិតមិនល្អយើងឲ្យវាស្មើ0ហើយគំនិតលំឲ្យវាស្មើ1ហើយគំនិតមធ្យមខ្ញុំឲ្យវា3ហើយគំនិតល្អស្មើ5ហើយគំនិតល្អប្រសើរឲ្យវា7ហើយគំនិតដែលល្អអស្ចារ្យគំនិតមួយដ៏អស្ចារ្យឲ្យវា10ហើយខ្ញុំចង់ឲ្យអ្នកមើលវាបែបនោះឥឡូវមកមើលលើប្រតិបត្តិវិញម្ដងអត់ប្រតិបត្តិស្មើនឹង$10អូខេហើយប្រតិបត្តិការល្មមគឺអាចឲ្យ$1000ហើយប្រតិបត្តិការមធ្យមអាចឲ្យ$10000ហើយប្រតិបត្តិការល្អប្រសើរយើងអាចឲ្យវា$100,000ហើយប្រតិបត្តិការល្អប្រសើរដែលមានធីមខ្លាំងគឺយើងអាចឲ្យវា$1,000,000ហើយប្រតិបត្តិការដ៏អស្ចារ្យអាចឲ្យវា$10,000,000ដូចនេះខ្ញុំចង់ឲ្យអ្នកមើលលើប្រតិបត្តិការមើលលើជំនាញរបស់អ្នកក្រុមអ្នកថាតើអ្នកធ្វើវាបាននៅកម្រិតណាហើយគុណវាជាមួយនឹងគំនិតរបស់អ្នកឥឡូវមកមើលប្រសិនបើអ្នកមានគំនិតយ៉ាងអស្ចារ្យគំនិតប្រចាំសតវត្សហើយវាស្មើនឹង10តែអ្នកគ្មានប្រតិបត្តិការអីសោះគឺស្មើនឹង10គុណនឹង10គឺអ្នកបានត្រឹមតែកន្តិចលុយ$100អូខេចុះបើអ្នកមានគំនិតដ៏អស្ចារ្យហើយអ្នកមានប្រតិបត្តិការដ៏អស្ចារ្យទៀតគឺអ្នកមាន10លានគុណជាមួយនឹង10គឺស្មើនឹង100លានដូចនេះខ្ញុំចង់ឲ្យអ្នកឲ្យតម្លៃខ្លួនឯងជាមួយនឹងគំនិតហើយនឹងប្រតិបត្តិការដែលអ្នកមានវាជារឿងដ៏គួរឲ្យអស់សំណើចមួយដែលមនុស្សទូទៅជាពិសេសគឺអ្នកក្រគឺគាត់តែងតែមានគំនិតគិតតែអត់ធ្វើអីសោះខ្ញុំចូលចិត្តមានប្រតិបត្តិការដ៏អស្ចារ្យជាជាងអង្គុយតែគិតគ្រប់សពហើយអត់ធ្វើអីទាំងអស់វាមិនមែនគ្រាន់តែមានគំនិតហើយជោគជ័យទេដូច្នេះសូមអ្នកកុំចាំហើយអង្គុយតែងថាខ្ញុំកំពុងរងចាំគំនិតដ៏ល្អឥតខ្ចោះមួយខ្ញុំកំពុងរងចាំអាជីវកម្មមួយដែលចាប់ផ្ដើមដ៏ល្អឥតខ្ចោះខ្ញុំកំពុងតែរងចាំបង្កើតផលិតផលដ៏ល្អឥតខ្ចោះមួយដើម្បីលក់ទេអ្នកមិនចាំបាច់ធ្វើបែបហ្នឹងទេអ្វីដែលអ្នកត្រូវធ្វើគឺអ្នកត្រូវចាប់ផ្ដើមប្រតិបត្តិហើយចាប់ក្រុមការងារដែលល្អដូចនេះអ្នកអាចអនុវត្តផែនការបានខ្ពស់អ្នកត្រូវធ្វើវារាល់ថ្ងៃជាជាងការអង្គុយចាំគំនិតដ៏ល្អឥតខ្ចោះមួយដឹងអត់ពេលដែលខ្ញុំកំពុងតែវេទនាជាមួយនឹងលុយគឺខ្ញុំបានគិតថាខ្ញុំត្រូវការគំនិតដ៏ល្អមួយតែផ្ទុយទៅវិញគឺខ្ញុំមានតែខាតដោយសារគំនិតនោះគឺវាមិនមកសោះតែឥឡូវពេលនេះគឺខ្ញុំមានលុយរាប់លានដុល្លារខ្ញុំអាចនិយាយបានថាគំនិតរបស់ខ្ញុំគឺអូខេពីមុនវាធម្មតាតែនៅពេលដែលខ្ញុំប្រឹងខ្ញុំឃើញវាអស្ចារ្យពីមួយថ្ងៃទៅមួយថ្ងៃហើយអ្នកមិនចាំបាច់រងចាំគំនិតដ៏ល្អឥតខ្ចោះនោះទេគឺអ្នកធ្វើវាសិនអ្នកនឹងដឹងនៅពេលបន្ទាប់comment នៅខាងក្រោមប្រសិនជាអ្នកមានយោបល់អ្វីផ្សេងហើយចុច link ដើម្បីចូលរួមជាមួយនឹងគ្រួសាររបស់ខ្ញុំ